អូខេការពិតធូនមួយចំនួនវាអាចត្រូវគ្រប់រូបហើយក៏គ្រប់កលៈទេសៈហើយក៏គ្រប់មនុស្សទូទៅបានដែរឧទាហរណ៍ថាធូនអស់នេះបើសិនជាសបុលរៀងស្អាប់តិចគឺយើង apply បានទេហើយសម្រាប់ធូនដែលកូនក្រមុំដែលគាត់មានសបុលលក្ខណៈសាច់សឬមួយក៏ពណ៌ទឹកឃ្មុំអញ្ចឹងវាស៊ីតែជាមួយនឹងធូនណាដែលមានជាតិវ៉មខ្លាំងក្រហមគឺលេងបានសេរីណាអូខេនិយាយទៅធូនហ្នឹងបើសិនជាធូនមាសហ្នឹងបើសិនជាយើងលេងរៀងខៀវបន្តិចគឺភ្លាវហ្មងឧទាហរណ៍ថាយើងលេងមកបែបនេះគឺវាខៀវទោះបីជា white balance វាត្រឹមត្រូវមិនក៏ដោយក៏មានអារម្មណ៍ថាវាខៀវវាអត់ត្រូវអញ្ចឹងសម្រាប់សបុលភ្លឺសបើសិនយើងលេងអត់ប្រយ័ត្នទេប្រកាសជានឹងចេញស្លេកហើយខៀវអញ្ចឹងយើងត្រូវធូនត្រូវលេងឲ្យវ៉មខ្លាំងណាអូខេអានឹងសម្រាប់ការយកឃើញរបស់ខ្ញុំណាយើងត្រូវលេងឲ្យរៀងវ៉មខ្លាំងបានអាចបានហើយសម្រាប់រូបថតបុរាណអញ្ចឹងវាសបាយលេងត្រង់ថាធូនបុរាណគឺជាធូនដែលដូចខ្ញុំបានបញ្ជាក់ឲ្យគួរតែវាមានជាតិមាសជាតិប្រាក់ golden ធូនក្រហមគឺវាស័ក្តិសមសម្រាប់ឈុតបែបហ្នឹងណាយើងអាចទៅលេង Q បានទេវាតាមរដូវដែរដូចជារដូវខ្លះបើសិនជាស្លឹកឈើបើយើងលេងបែបស្រាលពេកក៏វាអត់សូវវាឆាប់សាបរូបហ្នឹងវាបានមកឆាវយើងអត់អាច creative បានច្រើនដងអញ្ចឹងជំរឿសរបស់ខ្ញុំគិតថាគួរតែលេងឲ្យវាដិតធម្មតាទៅហើយទៅមុខយើងចង់លេងឲ្យវាស្រាលអីបានណាហើយជា concept របស់ខ្ញុំដែលខ្ញុំគិតថាខ្ញុំអាចជោគជ័យច្រើនតាក់ទងនឹងភ្ញៀវណាដែលគាត់អត់ស្រឡាញ់ធូនរបស់យើងអីយើងអាចនឹងកែខៃបានណាអញ្ចឹងទិញតិចអស់ហ្នឹងខ្ញុំមានស្រាប់អស់ហើយអានេះខ្ញុំជជែកអំពីធូនតង់ថាធូនมันអាចដាក់ត្រូវទាំងអស់បានទេខ្ញុំអត់ខ្វះធូននឹងការផ្ដល់ឲ្យអ្នកនៅក្នុងក្រុមរបស់ខ្ញុំណាគាត់ថាលេងឲ្យប្រយ័ត្នសបល់មនុស្សខ្លាំងមែនទែនសម្រាប់ធូនណាតែយើងលេងអត់ស្រួលវាខៀវវាស្លេកអីអូខេជាងខ្ញុំអត់មានអីម៉ាស់ច្រើនទេរូបខ្ញុំអត់មានអីម៉ាស់ទេអត់មានអីទាំងអស់គឺខ្ញុំលេងធូនសុទ្ធហ្មងអូខេនេះ before after គឺខ្ញុំកែតិចតួចបំផុតណាអូខេជាងវីដេអូរបស់ខ្ញុំជជែកខ្លីៗអំពីធូនណា